ប្រលឹងក្រែពេទ្យនៅមន្ទីរពេទ្យចាស់មួយនៅជីក្រុងមានបន្ទប់មួយដែលមិនមាននរណាចង់ចូលបន្ទប់លេខ207ក្រែពេទ្យនៅក្នុងបន្ទប់នោះត្រូវបានគេនិយាយថាឌុំមានប្រលឹងរស់នៅសុភាជានិស្សិតវិទ្យាសាស្ត្រថ្មីត្រូវបានផ្ដល់ការងារប្រាវេណយប់ដំបូងគាត់មិនជឿលើរឿងខ្មោចទេទោះបីមិត្តរួមការងារប្រមានថាកុំចូលបន្ទប់207បើមិនចាំបាច់ទេយប់មួយអ្នកជំងឺបន្ទាន់ត្រូវបាននាំចូលមកតែគ្មានក្រែទេលើកលែងតែបន្ទប់207សុភាចង់ជួយដូច្នេះគាត់សម្រេចយកអ្នកជំងឺចូលទៅក្នុងបន្ទប់នោះពេលដាក់អ្នកជំងឺលើក្រែពន្លឺភ្លើងចាប់ផ្ដើមភ្លឺផ្លុំហើយម៉ាស៊ីនវាស់ចង្វាក់បេះដូងចាប់ផ្ដើមបញ្ចេញសំឡេងប៊ីបប៊ីបដោយគ្មានការភ្ជាប់ខ្សែសុភាចាប់ផ្ដើមមានអារម្មណ៍ថាមាននរណាម្នាក់កំពុងមើលគាត់ពីក្រោយគាត់បត់មកវិញគ្មានអ្វីទេតែភ្លាមក្រែពេទ្យចាប់ផ្ដើមរអិលដោយខ្លួនឯងទៅកាន់ជញ្ជាំងអ្នកជំងឺនៅលើក្រែស្រែកយ៉ាងខ្លាំងថាមានអ្នកណាចាប់ខ្ញុំជួយផងសុភារត់ទៅជួយប៉ុន្តែដៃគាត់ដូចជាត្រូវអ្វីមួយចាប់រឹតយ៉ាងតឹងមិនអាចផ្លាស់ទីបានក្នុងកញ្ចក់នៅជញ្ជាំងគាត់ឃើញរូបស្ត្រីម្នាក់ស្លៀកខោអាវអ្នកជំងឺចាស់មុខពេញទៅដោយឈាមកំពុងញឹមយ៉ាងស្រួលចិត្តនាងនិយាយស្រាលក្រែនេះជាក្រែរបស់ខ្ញុំអ្នកណាមកដេកត្រូវស្លាប់ជំនួសខ្ញុំគឺភ្លាមសំឡេងម៉ាស៊ីនក្ប៊ីដាច់បេះដូងព្រឹកថ្ងៃបន្ទាប់គេឃើញសុភាដេកស្លាប់លើក្រែ207ដោយគ្មានរបួសអ្វីឡើយអ្នកជំងឺដែលគាត់យកចូលក៏បាត់ខ្លួនដោយអាថ៌កំបាំងចាប់តាំងពីថ្ងៃនោះមន្ទីរពេទ្យបានបិទបន្ទប់207ជារៀងរហូតប៉ុន្តែអ្នកថែទាំយប់មួយចំនួននៅតែសំឡេងក្ប៊ីបប៊ីបចេញពីខាងក្នុងហើយក្រែពេទ្យនោះនៅតែរង់ចាំអ្នកបន្ទាប់